bạnជំរាបសួរបងប្អូនទាំងអស់គ្នាអញ្ចឹងខ្ញុំសូមធ្វើការចែករំលែកទាក់ទងនឹងការធ្វើការ share ជាមួយនឹង Hackernic ដែលយើង share ចេញពីទូរស័ព្ទមួយទៅទូរស័ព្ទមួយទៀតហើយមួយទៀតយើងមិនចាំបាច់បង្កើត account ក៏យើងអាចមើលកាមេរ៉ានឹងបានដែរហើយការ share ហ្នឹងគឺយើងអាច share ជាលក្ខណៈ long term ឬក៏ជា temporary long term ដោយមានរយៈពេលវែងដល់ temporary យើង share លក្ខណៈរយៈពេលប្រហែលថ្ងៃអញ្ចឹងនៅលើនេះខ្ញុំសូមធ្វើការចែករំលែកហើយមួយទៀតយើងអាចកំណត់ការ share ហ្នឹងបានប្រហែល device អីចឹងទៅអូខេអញ្ចឹងអ្នកទាំងអស់គ្នាចូលកន្លែង device ហ្នឹងមកហើយអ្នកទាំងអស់គ្នាចុចយកកន្លែងសញ្ញា share ហ្នឹងហើយការ share ហ្នឹងវាមានពីរប្រភេទយើង share ជា with user share with user ហើយនិង share with service provider អញ្ចឹងតើតើនឹង share ហ្នឹងគឺយើង share តើតើនឹង end user យើងធម្មតាទេអញ្ចឹងរឿងតើតើ service provider អានឹងយើងការដែលយើង share config អីផ្សេងទេអានឹងតើតែយើងបាន authorize ឲ្យ service provider អានឹងតើ share ជាមួយនឹង hack pro connect ហ្នឹងតែនេះយើង share ជាមួយត្រឹមតែ hack pro ឬក៏ end user នឹងឯង hack connect អូខេអញ្ចឹងយើងចូលកន្លែង share with user មកអញ្ចឹងការ share ហ្នឹងគឺយើង share with via QR code ឬក៏ scan QR code ចុះបើ share ការ scan QR code យើងបើកនៅលើទូរស័ព្ទគេផ្សេងទៀតណាអញ្ចឹងទូរស័ព្ទមួយទៀតគឺយើងឥឡូវខ្ញុំសុំធ្វើការ lock ចូលនៅទូរស័ព្ទមួយផ្សេងទៀតអញ្ចឹងទូរស័ព្ទផ្សេងទៀតហ្នឹងខ្ញុំអត់បង្កើតជា account user ទេខ្ញុំប្រើជាអាហ្នឹងខ្ញុំប្រើជា visitor mode បងប្អូនអញ្ចឹងយើងចូលកន្លែង share ហ្នឹងហើយយើងមើលកន្លែង my QR code អាហ្នឹងនៅលើទូរស័ព្ទផ្សេងទៀតបងប្អូនយើងចូលទៅកាន់ Hackernic របស់យើងវិញយើង share QR code នេះអញ្ចឹងយើង scan របស់គាត់មកនេះបន្ទាប់ពីយើង scan របស់គាត់ហើយយើងនឹងបាន QR code របស់គាត់ហ្នឹងហើយវានឹង tick បែបហ្នឹងបងប្អូនអញ្ចឹងយើងចុច next អញ្ចឹងកាមេរ៉ាប្រមាណដែលចង់ឲ្យមើលឧទាហរណ៍តែខ្ញុំចង់បង្ហាញតែកាមេរ៉ាលេខ2ទេអញ្ចឹងយើងអាចដក option លេខ1នឹងចេញបានអញ្ចឹងយើង next ទៀតហើយការ share នេះយើងអាចកំណត់បានទៀតការ share នេះយើងអាចកំណត់បានទៀតយើងកំណត់ default គឺវា live view ស្រាប់ហើយទី2 remote playback ទី3 alarm ហ្នឹងទាក់ទងនឹងការដែលយើងកំណត់ទីតាំងណាមួយឲ្យវា alert ចូល app អីចឹងហើយទី4ហ្នឹងទាក់ទងនឹង two way audio ហ្នឹងយើង share ដើម្បីឲ្យអាចនិយាយបានជាមួយ audio ហើយមួយទៀតជាលក្ខណៈ PTZ ទាក់ទង PTZ ហ្នឹងយើងអាចឲ្យ end user ហ្នឹងដែលយើង share ហ្នឹងដែលយើង scan QR code មុនហ្នឹងគាត់អាចធ្វើការសេរីកាមេរ៉ា7កាមេរ៉ាបើក្នុងករណីកាមេរ៉ាហ្នឹង support 360 degree គឺយើងអាច share បានបងប្អូនអញ្ចឹងយើងចំណុចនេះយើងដកទៅទាក់ទង option ហ្នឹងខ្ញុំអត់ recommend ទេអូខេអញ្ចឹងយើងចុច save មកនេះហើយប៉ុណ្្នឹងទៅហើយយើងអាច remark បានទៀតហើយយើងអាច remark share temporary នេះយើងកំណត់បានទៀតស្មើនឹង share បដោះអសន្នហ្នឹងបងប្អូនអូខេអញ្ចឹងយើងអូខេទៅនេះអញ្ចឹងយើង share ទៅហើយអញ្ចឹងយើងនៅលើទូរស័ព្ទមួយទៀតដែលយើង share នឹងវានឹង load បែបហ្នឹងបងប្អូនអញ្ចឹងយើងចុច view មកនេះអញ្ចឹងយើងចុចបើយើងចុច reject យើងអត់ទទួលយកទេតែបើយើងចុច accept យើងអាចមើលកាមេរ៉ាបានអូខេបងប្អូនបន្ទាប់មកយើងចូលលើ Hackernic មកគាត់នឹងអាចមើលកាមេរ៉ានឹងបានដែរនេះកាមេរ៉ាហ្នឹងបងប្អូននេះអញ្ចឹងតេតទៅនឹងវីដេអូហ្នឹងវាមានតេតទៅនឹង encryption បងប្អូនអញ្ចឹងតើតើយើងដាក់ encryption ហ្នឹងឲ្យត្រូវដូចជាខ្ញុំបើក encryption ហ្នឹងខ្ញុំដាក់ថា admin create
muối bị bầy nè ông bồn chẳng dừng đã password tiền bạn dừng ai mơ bán nè chẳng bên đây thầm bây giờ dừng đã password hết dừng ai cột một hàng thiết cột ảnh mơ camera khơi này nè chẳng đi cứ chỉ lượng là visitor một cái vòng bồn hay dương chỉ chẳng là khó nó lơi dương mà này từng ta dương xe lượng là visitor một hay một tiết dương cho rồi can gọi là xe vòng bồn nè chẳng dương đừng khơi thà dương xe ở Pina kê chẳng dương về đừng khơi nhà máy đi vài chẳng muốn nó nhom đã cầm nọt xe temporary nè chẳng dương xe ở bờ và dương đừng oi từ một user mình để miền reception đầu UJC nè anh đứng chỉ lựa cái này cái hào visitor mode là ngày hay mình tiếp bây giờ chọn delete bàn chẳng bây giờ chọn ở cột mưa tại địa về clay chứ chẳng dừng delete cột bàn chẳng dừng sạc delete chó chẳng cột mà kháng tết cột lên mưa bàn này bằng vốn chứ mới nói viên nơi ta cho về cho bây giờ refresh này chẳng cột mà kháng tết lên khơi nha chẳng dừng delete cột tranh vậy ok trong video này miền là phần năng tế bằng vốn chẳng dừng chút nên là video coi tiền bạn xong một con